បងប្អូនអរគ្នានេះគឺជាថ្នាំជំងឺរឹសដួងបានបាទហើយថ្នាំនេះគឺមានអ្នកពិសាទៅត្រូវច្រើនហើយជាពិសេសអ្នកដែលមានជំងឺរឹសដួងបាតធ្ងន់ធ្ងរអ្នកដែលរឹសដួងបាតដែលដេកនៅនឹងកន្ទេលរឹសដួងបាតដែលធ្លាប់ចាក់ថ្នាំដែលធ្លាប់អុចបាទដែលធ្លាប់វះកាត់ហើយបើមិនជាទេអាចមកសាកថ្នាំនេះបានហើយនិយាយទៅអ្នកភូមិដែលគេហូបគឺគេបានជាគ្រប់គ្នាឡោះហើយបានខ្ញុំមកនេះគឺមកបង្ហាញថាការប្រើប្រាស់ថ្នាំគឺវាមានប្រសិទ្ធភាពយ៉ាងណាណាឡោះហើយបានខ្ញុំមកបង្ហាញមានតាំងពីមើមរុក្ខជាតិមានតាំងពីដើមឈើរោតាមព្រៃភ្នំក្បែរផ្ទះយើងទៅមានច្រើនប្រភេទសម្រាប់អ្នកដែលកើតរឹសដួងបាតធ្ងន់ធ្ងរដែលព្យាបាលហើយនៅតែមិនជាបាលយូរទៅក៏វានៅតែដដែលចឹងប្រឡោះហើយបើថាមិនជាទេអាចសាកមើលថ្នាំនេះបានមិនបាននិយាយថាថ្នាំនេះពូកែទេគាត់ថាបើសាកមើលក៏សាកឲ្យបានមួយឈុតបើដឹងលទ្ធភាពដេញថាវាមានប្រសិទ្ធភាពឬមួយក៏អត់វគ្គនោះគឺយើងដឹងខ្លួនយើងហើយបើថាមានប្រសិទ្ធភាពរឹសដួងបាតនោះវាចាប់ផ្ដើមលឹបទៅវិញនិយាយទៅវាធ្វើឲ្យយើងនឹងដឹងខ្លួនយើងថាវាស្រួលរបៀបម៉េចការពលឹកមុនវាលំបាករបៀបម៉េចការពលឹកមុនយើងលំបាកត្រង់ថាបត់ជើងមកក៏មានធ្លាក់ឈាមមានលកាត់មានឆ្អាហើយពេលខ្លះក៏បាញ់ឈាមដូចគេអាកមិនហើយរឹសដួងបាតនេះក៏វាធ្វើទុកដល់ពោះវៀនយើងកាពះយើងឧស្សាហ៍ហូបអីក៏មិនបានឲ្យវាស្រួលចិត្តដូចគេហូបហើតិចតួចក៏ធ្វើទុកហូបប្រហុកតិចតួចក៏ធ្វើទុកណាឡោះហើយបានខ្ញុំមកបង្ហាញនេះគឺថ្នាំនេះជួយព្យាបាលអ្នកថាទាំងស្រាលអ្នកថាទាំងធ្ងន់បើយើងដឹងប្រសិទ្ធភាពដាក់ត្រឹមមួយអាទិត្យទៅយើងដឹងប្រសិទ្ធភាពថាវាយើងធូរក្នុងខ្លួនវាមិនបានដល់ពេលខ្ញុំប្រាប់ទៅវាមិនបានខ្វះបាយដូចយើងធូរចឹងណាទីមួយគឺយើងធូរត្រង់ថាបាត់ជើងមកក៏ធូរហើយធ្លាក់ឈាមអីក៏លែងធ្លាក់នៅដំណាក់កាលទី1ដែលដំណាក់កាលដែលជាណាហើយដំណាក់កាលទី2គឺវាលឹបទៅវិញបាទលឹបទៅវិញបាន10-20% ហើយដំណាក់កាលទី3បាទវាស្ទើរតែមិនមានចេញមកទៅហើយបាទសំខាន់ថ្នាំយុទ្ធហូប
គឺត្រូវតែជឿទៅលើថ្នាំបាទមិនមែនយកទៅដល់ទុកចោលហើយឲ្យជាទេលោះហើយបើថាអស់លទ្ធភាពនៅក្នុងការមើលអស់លទ្ធភាពនៅក្នុងការអស់លទ្ធភាពនៅក្នុងការមើលអស់លទ្ធភាពនៅក្នុងការដែលប្រើប្រាស់ថ្នាំទៅហើយអាចមកសាកថ្នាំនេះបានហើយមិនបានថាថ្នាំនេះប្រកែទេគ្រាន់តែថាអាចសាកមើលបានបើសិនជាត្រូវក៏យកបើសិនជាមិនត្រូវទេក៏ទុកបាទប៉ុន្តែគឺមកបង្ហាញនេះគឺចង់ប្រាប់ថាតើតែយើងសាកបាត់ដឹងបាទបើលហើយនៅពេលដែលខ្ញុំមកប្រាប់ថាថ្នាំនេះវាពូកែលហើយខ្ញុំមកប្រាប់ទៅក៏បើយើងមិនទាន់បានសាកក៏មិនទាន់ដឹងនៅលទ្ធភាពរបស់វាសមត្ថភាពណាហើយ